លោកគឹមចុងអ៊ុនកោតសរសើរជ័យជំនះរបស់អេរ៉ង់និងជំរុញឲ្យបន្តសកម្មភាពយោធាបន្ថែមទៀតដើម្បីអង្រួនពិភពលោកមេដឹកនាំកម្ពុជានៃប្រទេសកូរ៉េខាងជើងលោកគឹមចុងអ៊ុនបានចេញសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះជ័យជំនះផ្នែកយោធារបស់ប្រទេសអេរ៉ង់នៅក្នុងចំនួននាពេលបច្ចុប្បន្ននៅក្នុងសារគាំទ្រដ៏កម្រនិងមានឥទ្ធិពលនេះលោកគឹមចុងអ៊ុនបានលើកឡើងថាប្រទេសអេរ៉ង់បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យដែលធ្វើឲ្យពិភពលោកទាំងមូលមានការស្រឡាំងកាំងលោកបានមានប្រសាសន៍ថាអេរ៉ង់បានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅក្នុងសង្គ្រាមនេះយើងសូមជំរុញឲ្យពួកគេធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតមេដឹកនាំកូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ទៀតថាជ័យជំនះរបស់អេរ៉ង់កំពុងស្ថិតក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិលោកបានបញ្ជាក់បន្ថែមទៅកាន់ភាគីអេរ៉ង់ថាពិភពលោកកំពុងតាមដានជ័យជំនះរបស់អ្នកហើយអ្នកបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងការថ្លែងការណ៍នេះត្រូវបានមើលឃើញថាជាការបោះជំហានមួយក្នុងការបង្ហាញសាមគ្គីភាពរវាងប្រទេសទាំងពីរខណៈដែលលោកគឹមចុងអ៊ុនចង់ឃើញអេរ៉ង់បន្តបង្កើនសកម្មភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ